មកក្រងផ្កាថ្ងៃនេះមកក្រងផ្កាទៀតហើយតែក្រងបែបលក្ខណៈធម្មតាទេអត់បានក្រងផ្កាវិលទេដោយសារតែផ្កាវិលនឹងមានសភាពយូរពេកផ្កាវិលពិបាកនៅពេលបត់ផ្កាកណ្ដាស់ហើយចំពោះផ្កាវិលយើងអាចក្រងជាមួយនឹងផ្កាផ្សេងក៏បានដែរយើងអាចដាក់ជាមួយស្លឹកឈើពណ៌បៃតងក៏បានយើងអាចដាក់ជាមួយនឹងផ្កាផ្សេងអ្នកខ្លះក្រងលេអកគីដេផ្កាត្រែពណ៌លឿងក៏យើងអាចយកមកក្រងបានដែរតែដោយសារតែផ្កាត្រែមានចំនួនតិចពេកនេះខ្ញុំអត់ដែលបានក្រងលេជាមួយផ្កាត្រែទេហើយមានផ្កាមួយប្រភេទទៀតក៏យើងអាចក្រងបានដែរផ្កានោះយើងទៅតែដាំបានតិចអត់បានសាក់ក្រងវិលទេតែចាំមើលឆ្នាំក្រោយនឹងដាំផ្កាពពួកប្រភេទផ្កាក្រងឲ្យបានច្រើនចម្រុះគ្នាហើយការក្រងដូចនឹងខ្ញុំធ្លាប់បង្ហាញអញ្ចឹងយើងអាចក្រងម្ដងមួយបង្វិលយើងអាចក្រងដាក់ច្រើនចេះមកក៏បានដែរតែដោយសារតែផ្កាថ្ងៃនេះមានតិចពេកនឹងខ្ញុំដោតទាំងអស់តែម្ដងគឺធ្វើឲ្យហាប់ណែនបន្តិចនេះយើងធ្វើច្រើនអញ្ចឹងទៅគឺយើងអាចបង្វិលវាហើយដោយសារតែថ្ងៃនេះក្តៅហើយនេះពេកផ្កាក៏មានសភាពទន់មិនសូវស្រស់ដែរតែផ្កាមួយប្រភេទនេះយើងអាចក្រងរួចដាក់លាងទឹកហើយដាក់ក្នុងទូគឺស្រស់វិញធម្មតាហើយឥឡូវនាងខ្ញុំសុំក្រងតែប៉ុណ្្នឹងចុះទាញមកហើយទាញពីខាងនេះចូលវិញហាប់ណែនបានល្អណាស់ការថ្ងៃនេះតិចពេកហើយរំយោលនឹងខ្ញុំប្រើ5ដូចដងហើយថ្ងៃនេះគឺខ្ញុំប្រើជាប្រភេទផ្ការៈហើយឲ្យបានដាក់ចំណុចកដាលទេដោយសារតែផ្កាមិនសូវសម្បូររួចហើយចាថ្ងៃនេះគឺបានតែមកភួងនឹងឯងបិទអត់ទៅទុកឲ្យរលត់ខ្លួនឯងតោះនិយាយទៅផ្កាមួយប្រភេទនេះវាយើងធ្វើសអញ្ចឹងស្អាតណាបើមានផ្ការៈយើងដាក់កដាលនេះទៀតយើងក្រងជាប្រភេទនេះនៅសល់មួយបេះវាមកនេះយើងបេះវាមកយើងក្រងបែបលក្ខណៈវិលនេះយើងក្រងអានេះក្រងដាក់បញ្ឆិតវាស្អាតណាយកមកដាក់កន្លែងហ្នឹងតែដោយសារនិយាយទៅនាងខ្ញុំមិនមែនជាអ្នកលក់ដូរអីទេនៅពេលដែលចង់ក្រងគឺក្រងដល់ពេលអញ្ចឹងផ្កាខ្លះវាខ្វះខាតអញ្ចឹងណា